លោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ពីហេតុផលនៃការចាប់បញ្ជូនលោក Gen Z ត្រឡប់ទៅប្រទេសចិនវិញសមាជិកកម្ពុជាប្រើពេលច្រើនខែសហការជាមួយសមាជិកចិនដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្ទាប់ពីប្រទេសចិនបានស្នើសុំកិច្ចសហការដោយប្រទេសចិនលោកមានភស្តុតាងរឹងមាំមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ដាក់បន្ទុកចោទប្រកាន់ទៅលើ Gen Z ថាបានប្រព្រឹត្តបទល្មើសរួមជាមួយនឹងអ្នកផ្សេងទៀតក្នុងក្របខ័ណ្ឌបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនទៅលើប្រទេសចិនក្នុងប្រទេសចិនប្រជាប្រដ្ឋចិននិងតាមបណ្ដាប្រទេសផ្សេងៗទៀតជាទស្សនវិជ្ជារួមគឺឧក្រិដ្ឋកម្មបែបអន្តរជាតិនោះបាទយើងស្វាគមន៍រាល់កិច្ចសហការស្នើសុំគ្រប់បណ្ដាប្រទេសដោយមិនប្រកាន់ឬក៏រើសអើងនោះឡើយដោយគោរពទៅតាមសមភាពនៃរដ្ឋអធិបតេយ្យឬក៏ច្បាប់នៃទាំងផ្ទៃក្នុងរបស់កម្ពុជានិងច្បាប់អន្តរជាតិលោកវ៉ាន់ចាន់ឡូតអ្នកជំនាញច្បាប់និងអ្នកវិភាគនយោបាយយល់ថាគ្មានហេតុផលអ្វីក្រៅតែពីសម្ពាធពីសហគមន៍អន្តរជាតិឡើយការចាប់ខ្លួននេះប្រកាសណាស់គឺកើតចេញពីសម្ពាធដ៏ខ្លាំងក្លាបំផុតរបស់សហគមន៍អន្តរជាតិជាពិសេសគឺប្រទេសចិនតែម្ដងដូចយើងដឹងហើយថាចិនបានចេញដោយការចាប់ខ្លួនលោក Gen Z នេះជាច្រើនឆ្នាំមកហើយ Gen Z នេះបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីឈរជើងក្នុងការបន្តប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ខ្លួនហើយជាអំពើឧក្រិដ្ឋអន្តរជាតិដោយទទួលបាននូវការគាំពៀផ្នែកសន្តិសុខសុវត្ថិភាពពីរដ្ឋអំណាចកម្ពុជាហើយនឹងការផ្ដល់ឋានៈជាទីប្រឹក្សារបស់លោកហ៊ុនសែនទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតថែមទៅទៀតដើម្បីជាការផ្ដល់អំណោយផលនៅក្នុងការធ្វើសកម្មភាពរបស់លោក Gen Z ហើយនឹងបកពួករីឯលោកបណ្ឌិតសេងសេរីអ្នកវិភាគនយោបាយលោកបណ្ឌិតមានសមត្ថកម្មចំនួន2ដែលអាចជាហេតុផលនៅពីក្រោយនៃការចាប់ខ្លួនលោក Gen Z និងគ្នាពីរអ្នកផ្សេងទៀតបញ្ជូនឲ្យទៅសមត្ថកិច្ចចិនខ្ញុំមានសមត្ថកម្មមួយចំនួនដែលយើងអាចយកទៅពិចារណាបានទី1ការចាប់ខ្លួន Gen Z បញ្ជូនទៅប្រទេសចិននេះវាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពីរធំព្រឹត្តិការណ៍ទី1គឺព្រឹត្តិការណ៍ទាក់ទងនឹងសង្គ្រាមរវាងថៃនិងកម្ពុជាព្រឹត្តិការណ៍ទី2គឺទាក់ទងទៅនឹងការចាប់ខ្លួនរបស់លោកម៉ុនឌូរ៉ូប្រធានាធិបតីរបស់វេណេស៊ុយអេឡាថ្មីនេះព្រឹត្តិការណ៍ទាំងពីរនេះបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជានឹងមានការបារម្ភទៅលើព្រឹត្តិការណ៍ទី1គឺតាមពិតទៅរដ្ឋាភិបាលចិននឹងបានទាមទាររដ្ឋាភិបាលកម្ពុជាបញ្ជូនខ្លួនមេអក្រិតជនពាក់ព័ន្ធទៅនឹងការឆបោកអនឡាញដែលមិនមែនតែឆបោកពលរដ្ឋនៅក្នុងពិភពលោកទេសូម្បីតែពលរដ្ឋចិនខ្លួនឯងហ្នឹងក៏រងគ្រោះដោយសារតែអក្រិតជនចិនដែរដូច្នេះរដ្ឋាភិបាលចិនកន្លងមកហ្នឹងបានទាមទាររដ្ឋាភិបាលកម្ពុជាហ្នឹងបញ្ជូនខ្លួនមេអក្រិតជនចិនហ្នឹងច្រើនណាស់ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនអើពើទេហើយកន្លងមកហ្នឹងយើងតាមព័ត៌មានដែលចុះផ្សាយកន្លងមកហ្នឹងសូម្បីតែគម្រោងព្រែកជីកភូណនហ្នឹងក៏រដ្ឋាភិបាលចិនមិនជួយដែរដោយសារតែលក្ខខណ្ឌនឹងក្នុងការបញ្ជូនអក្រិតជនចិនហ្នឹងទៅប្រទេសចិនហ្នឹងឯងលោកបណ្ឌិតសេងសេរីបន្តក៏ប៉ុន្តែសំណួរដែលសំខាន់ដែលយើងកំពុងតែឆ្ងល់ហ្នឹងហេតុអីបានជារដ្ឋាភិបាលកម្ពុជាបញ្ជូនលោក Gen Z ទៅចិនខណៈដែលលោក Gen Z អត់មានសញ្ជាតិចិនទៀតទេលាឈប់ចេញពីសញ្ជាតិចិនហើយមានសញ្ជាតិកម្ពុជាហើយនិងសញ្ជាតិអង់គ្លេសក៏ប៉ុន្តែក្រោយមកនេះយើងឃើញថាព្រះមហាក្សត្រកម្ពុជានឹងបានលុបសញ្ជាតិលោក Gen Z ចេញហើយនៅតែសញ្ជាតិអង់គ្លេសទេអ្វីដែលសំខាន់វាគួរតែបញ្ជូនលោក Gen Z ទៅប្រទេសអង់គ្លេសដើម្បីឲ្យតុលាការអង់គ្លេសដែលជារដ្ឋសម័យរបស់លោក Gen Z ហ្នឹងណាប្រទេសសម័យលោក Gen Z ហ្នឹងធ្វើការកាត់ទោសព្រោះលោក Gen Z នៅមានសញ្ជាតិអង់គ្លេសមួយទៀតក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសំណួរនេះយើងនៅដាក់ជាសំណួរនៅឡើយហើយយើងកំពុងតែស្វែងរកចម្លើយហើយអ្វីដែលអ្នកដែលឆ្លើយដែលល្អបំផុតហ្នឹងគឺរដ្ឋាភិបាលកម្ពុជានឹងឯងបាទចំពោះចម្ងល់របស់លោកបណ្ឌិតសេងសេរីត្រូវបានលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបកស្រាយយ៉ាងដូចនេះពាក់ព័ន្ធនឹងសញ្ជាតិនេះវាគឺជាសិទ្ធិអត្តនោម័តផ្លូវច្បាប់របស់នៃប្រទេសចិនដែលជាប្រទេសដើមកំណើតរបស់ Gen Z រួមជាមួយនឹងបុគ្គលពាក់ព័ន្ធផ្សេងទៀតដែលឡែក Gen Z លែងជាប្រជាពលរដ្ឋកម្ពុជាទៀតហើយតាមរយៈនៃការរកឃើញកំហុសឆ្គងបន្ទាប់ពីការស្រាវជ្រាវសហការជាមួយសមាជិកចិនមកគឺដកសញ្ជាតិ
បាទដូច្នេះគឺយើងលែងអីមានពាក់ព័ន្ធជាមួយគ្នាតទៅទៀតហើយបាទចំណែកលោកអ៊ុំសំអានតំណាងរាស្ត្រអតីតគណៈបកសង្គ្រោះជាតិយល់ថាលោក Gen Z និងបកពួកគួរតែត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកបើសិនជាចង់កំចាត់បទល្មើសនៃការឆបោកតាមអនឡាញមានត្រូវចាប់ខ្លួនលោក Gen Z នឹងបញ្ជូនទៅអាមេរិកព្រោះអាមេរិកគេចង់បានដោយសារលោក Gen Z នេះគឺបានបោកលុយច្រើនពីជនជាតិអាមេរិកហើយលោក Gen Z លែងមានសញ្ជាតិចិនហ្នឹងនៅពេលដែលមានសញ្ជាតិខ្មែរគឺលែងសញ្ជាតិចិនហ្នឹងហើយបានបញ្ជូនទៅប្រទេសចិនទៅវិញហើយទៅចិនប្រកាសជាអត់វេកមុខអ្នកដែលពាក់ព័ន្ធនៅពីក្រោយខ្នងអង្គការ Gen Z ដែលបោកប្រាស់លុយពីពលរដ្ឋទូទាំងពិភពលោកនោះទេបើសិនជាមកអាមេរិកគេប្រកាសជាវេកមុខរកឃើញមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងមានដឹកនាំកម្ពុជាដែលពាក់ព័ន្ធនឹងបទល្មើសនៃការឆបោកតាមអនឡាញតាមរយៈការចាប់បញ្ជូនលោក Gen Z និងបកពួក2នាក់ឲ្យទៅរដ្ឋាភិបាលចិននាពេលនេះតើកម្ពុជានឹងទទួលបានផលប្រយោជន៍អ្វីខ្លះឬក៏ជាគ្រោះកាចសម្រាប់រដ្ឋាភិបាលកម្ពុជាទៅវិញលោកវ៉ាន់ ចាន់ឡូតមានយោបល់ត្រង់ចំណុចនេះផលប្រយោជន៍តែមួយគត់ដែលកម្ពុជាទទួលបានពីការចាប់ខ្លួនមេខ្លោងក្រិតជនទាំង3រូបនេះគឺអាចដោះនៅសម្ពាធមួយគ្រាជាពិសេសគឺការទទួលបានការជឿទុកចិត្តពីសំណាក់ភាគីចិនដូចយើងដឹងសម្បីចិនជាប្រទេសសង្គមនិយមក៏ហាក់ពិបាកជឿទុកចិត្តទៅលើមេដឹកនាំកម្ពុជាហើយជាពិសេសគឺលោកហ៊ុនម៉ាណែតតែម្ដងចិនមិនបានផ្ដល់តម្លៃឲ្យប៉ុន្មានទេនៅក្នុងទំនាក់ទំនងស្មើមុខស្មើមាត់នោះព្រោះតែកម្ពុជាបានជ្រើសរើសនៅរបៀបនៃការដឹកនាំមួយដែលសូម្បីតែប្រទេសចិនក៏ពិបាកទទួលយកគឺការបន្តអំណាចតាមបែបត្រកូលគ្រួសារហើយនឹងកម្ពុជាបានដើរផ្ទុយពីចិននៅក្នុងការគ្រប់គ្រងក្នុងការគាំពៀនៅក្រុមអ ுக ្រិតជនហើយជាពិសេសគឺអ ுக ្រិតជនដែលចិនកំពុងតែតាមចាប់លោកវ៉ាន់ ចាន់ឡូតក៏បានលើកឡើងពីគ្រោះកាចដែលរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវប្រឈមនោះគឺការបាត់បង់នៅប្រភពលុយដែលធ្លាប់ជួយដល់ដំណើរការនៃក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាចំណុចអវិជ្ជមានគឺការចាប់មេខ្លោងអ ுக ្រិតជនគឺជាការឈឺចាប់មួយសម្រាប់រដ្ឋអំណាចកម្ពុជាពីព្រោះអ្នកទាំងនោះគឺជាប្រភពចំណូលយ៉ាងសំខាន់និងចាំបាច់ដើម្បីទ្រទ្រង់អំណាចរបស់អ្នកកាន់អំណាចនៃគណៈបកប្រជាជនកម្ពុជាហើយជាពិសេសនៅក្នុងស្ថានភាពដែលពិភពលោកបានដាក់សម្ពាធនិងដាក់ទណ្ឌកម្មមកលើកម្ពុជាតើកម្ពុជាអាចជំរះភាពកខ្វក់ដែលធ្លាប់ប្រឡាក់ខ្លួនក្នុងឧស្សាហកម្មពណ៌ប្រភេទនេះបានដែរឬទេលោកអ៊ុំសំអានមើលឃើញថាកម្ពុជាអាចលុបលាងកេរ្តិ៍ឈ្មោះមិនល្អបានមួយកម្រិតតែមិនអាចទាំងស្រុងដែលចាប់ខ្លួនអង្គការ Gen Z នេះគឺបានលាងជំរះនៅទង្វើកខ្វក់ដែលពាក់ព័ន្ធទៅនឹងបទល្មើសនៃការឆបោកតាមអនឡាញហ្នឹងបានមួយកម្រិតដែរណាក៏ប៉ុន្តែមិនបានទាំងស្រុងនោះទេដោយសារនៅមានអង្គការដទៃទៀតដូចជាអង្គការកុកអានអង្គការលីចុងផាត់អង្គការហ៊ុនតូអង្គការទីភិបអីជាដើមហើយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនអ្នកទៀតដែលពាក់ព័ន្ធនឹងបទល្មើសនៃការឆបោកតាមអនឡាញអញ្ចឹងខ្ញុំយល់ថាសហគមន៍អន្តរជាតិគេស្ងប់ចិត្តមួយកម្រិតក៏ប៉ុន្តែមិនស្ងប់ចិត្តទាំងស្រុងនោះទេគេនៅតែដាក់ទណ្ឌកម្មមកលើកម្ពុជានឹងដាក់សម្ពាធមកលើកម្ពុជាពាក់ព័ន្ធទៅនឹងបទល្មើសនៃការឆបោកតាមអនឡាញដោយសារមានអង្គការនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដទៃទៀតដែលពាក់ព័ន្ធនឹងបទល្មើសនៃការឆបោកតាមអនឡាញនេះណាលោកវ៉ាន់ ចាន់ឡូតនៅតែមិនអាចក៏ប៉ុន្តែវាអាចជាសញ្ញាវិជ្ជមានមួយដែលសហគមន៍អន្តរជាតិនឹងទន្ទឹងរង់ចាំមើលបន្ថែមទៀតចំពោះឆន្ទៈនយោបាយរបស់មេដឹកនាំកម្ពុជាជាពិសេសគឺលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីថាតើនឹងមានឆន្ទៈពិតប្រាកដបោសសម្អាតនៅសម្បុកអ ுக ្រិតជនដែលកំពុងតែពួនសំងំផ្ដុំគ្នានៅលើទឹកដីកម្ពុជាដែលទេពីព្រោះមេខ្លោងក្រិតជនធំមិនមែនមានតែ Gen Z ម្នាក់ទេគឺមានច្រើនហើយនៅក្នុងបញ្ជីនៃទណ្ឌកម្មរបស់បណ្ដាប្រទេសសេរីគឺមានឈ្មោះច្រើនហើយក្នុងនោះក៏មាននៅមន្ត្រីក្រាក់របស់រដ្ឋាភិបាលនៃរដ្ឋបាលលោកហ៊ុនម៉ាណែតផងដែរចំណែកលោកបណ្ឌិតសេងសេរីថាកម្ពុជាអាចយឺតពេលបន្តិចចំពោះការអនុវត្តច្បាប់ចំពោះលោក Gen Z ខ្ញុំថាកម្ពុជារៀងបោះជំហានយឺតពេលរៀងខកគេហៅថាខកមួយជំហានតាមពិតទៅកម្ពុជាគួរតែចាប់ Gen Z នឹងតាំងពីពិភពលោកក៏ក្រើកជាពិសេសនៅពេលដែលរដ្ឋាភិបាលបញ្ជូនប៉ូលីសរបស់ខ្លួនមក
ចាប់ណាមេក្រិតជនជាតិកូរ៉េណាកំឡុងពេលដែលសហរដ្ឋអាមេរិកនិងអង់គ្លេសនឹងប្រកាសចាប់ខ្លួនមេក្រិតករទាំងអស់នោះយកគួរតែរដ្ឋាភិបាលកម្ពុជានឹងសហការភ្លាមដើម្បីបង្ហាញពីសូចន្ទៈឬក៏ដើម្បីបង្ហាញអំពីឆន្ទៈរបស់ខ្លួននៅក្នុងការបង្ក្រាបមេក្រិតករទាំងអស់នោះក៏ប៉ុន្តែមកដល់ពេលនេះយើងឃើញថាកម្ពុជានឹងហាក់ដូចជាទុនដៃជាមួយនឹងប្រទេសថៃហើយនៅពេលដែលខ្លួនព្យាយាមដើម្បីអន្តរជាតិជួយនៅក្នុងការដោះស្រាយបញ្ហារវាងថៃនិងកម្ពុជាហ្នឹងគឺអន្តរជាតិគេមិនអើពើដែរប្រហែលជាអាចដឹងខ្លួនរឿងហ្នឹងហើយក៏ព្យាយាមស្ទុះស្ទានៅក្នុងការកាច់ចាប់បញ្ជូនមេអក្រិតករទាំងអស់នោះដូច្នេះខ្ញុំមើលទៅលបែងដែលរដ្ឋាភិបាលកម្ពុជាធ្វើនេះអន្តរជាតិគេមើលឃើញគេមើលដឹងថាជាតិចនិចដើម្បីតាក់ទាញការចាប់អារម្មណ៍ជាតិចនិចដើម្បីធ្វើម៉េចទាញអន្តរជាតិឲ្យជួយនៅក្នុងការដោះស្រាយវិបត្តិណារវាងកម្ពុជាសង្គ្រាមរវាងកម្ពុជានិងថៃហ្នឹងដូច្នេះខ្ញុំអាចធ្វើការសន្និដ្ឋានថាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើពេលនេះរៀងហួសពេលហើយបាទរៀងខកហើយវាមិនអាចនឹងធ្វើឲ្យអន្តរជាតិមានទំនុកចិត្តនិងមកចាប់អារម្មណ៍នៅអ្វីដែលកម្ពុជាកំពុងតែទាមទារបាននោះទេបាទលោកបណ្ឌិតសេងសេរីបន្តនៅក្នុងកៅផ្នែកអន្តរជាតិខ្ញុំជឿថាគេមិនធ្វើការសន្និដ្ឋានថារដ្ឋាភិបាលកម្ពុជានឹងមានឆន្ទៈនៅក្នុងការបោះសម្អាតមេអក្រិតករអនឡាញនៅក្នុងប្រទេសកម្ពុជាទេអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើនេះគឺខ្ញុំគិតថាជាការធ្វើដោយបង្ខំចិត្តទេព្រោះខ្ញុំមើលទៅចិនស៊ីនេះមានផលប្រយោជន៍ធំណាស់ជាមួយនឹងគ្រួសារតកូហ៊ុនណាចឹងហើយការធ្វើនេះគឺជាការធ្វើដោយបង្ខំចិត្តហើយជាយុទ្ធសាស្ត្រគេហៅ survival strategy ជាយុទ្ធសាស្ត្រដើម្បីរស់តែប៉ុណ្ណោះព្រោះឥឡូវនេះនៅលើឆាកអន្តរជាតិគ្មាននរណាមើលកម្ពុជានៅក្នុងកៅភ្នែកវិជ្ជមានទេណាគេមើលរដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលមួយដែលកំពុងតែនាំកម្ពុជាទៅជាគេហៅ criminal state ឬក៏ cyber state ជារដ្ឋឧក្រិដ្ឋកម្មដូច្នេះហើយទោះបីជារដ្ឋាភិបាលកម្ពុជាប្រឹងធ្វើរឿងនេះក៏ដោយក៏ហាក់ដូចជាមិនអាចផ្លាស់ប្ដូរគំនិតឬក៏ផ្លាស់ប្ដូរផ្នត់គំនិតឬក៏ផ្លាស់ប្ដូរទស្សនៈរបស់មនុស្សនៅក្នុងពិភពលោកចំពោះកម្ពុជាទេក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយកម្ពុជាក៏ត្រូវតែប្រឹងប្រែងឲ្យច្រើនជាងហ្នឹងណាមិនមែនគ្រាន់តែរឿង cyber crime ទេវាតាក់ទងទៅនឹងរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យវាតាក់ទងទៅនឹងលំហបរិយាកាសនយោបាយជាដើមឡើងឡាដើម្បីធ្វើជាកញ្ចប់ដើម្បីធ្វើម៉េចឲ្យពិភពលោកបង្ហាញថាកម្ពុជារដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនឹងកំពុងតែផ្លាស់ប្ដូរឥរិយាបថនៅក្នុងការកសាងកិត្តិយសរបស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញបាទរីឯលោកសំអានស្នើឲ្យរដ្ឋាភិបាលកម្ពុជាត្រូវបន្តចាត់វិធានការលើអុកញ៉ាដែលមានឈ្មោះមិនល្អមួយចំនួនក្នុងប្រទេសកម្ពុជានោះទើបអាចស្ដារកេរ្តិ៍ឈ្មោះរបស់កម្ពុជាមកវិញសិនជាចង់បង្ក្រាបបទល្មើសនៃការឆបោកតាមអនឡាញកុំឲ្យថារឿងនេះជារឿងគ្រាន់តែធ្វើឲ្យល្អមើលឬក៏ជារឿងសម្ដែងគួរតែចាត់ការអុកញ៉ាដទៃទៀតដូចជាអុកញ៉ាលីចុងផាត់អុកញ៉ាកុកអានអុកញ៉ាហ៊ុនតូអុកញ៉ាទីភិបដែលជាហៅប៉ាវលុយរបស់មានដឹកនាំកម្ពុជានិងហៅប៉ាវលុយរបស់គណៈបព្វជិជនណាហ្នឹងទើបអាចបង្ក្រាបបទល្មើសនៃការឆបោកតាមអនឡាញបានហើយនឹងត្រូវលុបបំបាត់អំពើពុករលួយត្រូវឲ្យមានតុលាការនឹងជាតុលាការដែលឯករាជ្យហើយនឹងចាត់ការទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងមន្ត្រីពាក់ព័ន្ធដទៃទៀតដែលជានគរបាលជាកងកម្លាំងប្រដាប់អាវុធដទៃទៀតដែលពាក់ព័ន្ធទៅនឹងបទល្មើសនៃការឆបោកតាមអនឡាញហ្នឹងទើបអាចបង្ក្រាបបទល្មើសបានបើមិនចឹងទេគឺថាគ្រាន់តែធ្វើឲ្យល្អមើលដើម្បីឲ្យសហគមន៍អន្តរជាតិអាមេរិកហើយថៃហ្នឹងគេស្ងប់ចិត្តតែប៉ុណ្ណោះឯង